សុនអ៊ូខុងនឹងដំណើរបង្កើតអំណាចកំណើតមហាស្វានៅលើភ្នំភូសូលៀន Flowerwood Mountain មានថ្មខ្លួនធំមួយដែលអូនធ្យូងពន្លឺឆ្លុះធ្មនុស្សជារៀងរាល់ថ្ងៃថ្មបានបែកចេញជាស្វាមួយនេះគឺសុនអ៊ូខុងសត្វស្វាផ្សេងគេចយល់ថាគេប្លែកហើយត្រាប់តាមគេជាអ្នកដឹកនាំភ្នំការស្វែងរកអមតៈមានថ្ងៃមួយមិត្តស្វាត្រូវស្លាប់សុនអ៊ូខុងចាប់ផ្ដើមខ្លាចស្លាប់និងសម្រេចចិត្តចាក់ចេញទៅស្វែងរកវិជាឬវិធីរស់អស់កលឹបជានិច្ចគេធ្វើដំណើរឆ្លងសមុទ្រនិងសម្របខ្លួនជាសិស្សរបស់ជីមើសៀន Subhudipatrach វេទមន្តនិងជំនាញក្រោមការបង្រៀននៃជីមើសៀនសុនអ៊ូខុងរៀនបាន72រូបរាងប្រែខ្លួនជាអ្វីក៏បានជើងញ័រដែលឆ្លង 80000 លីក្នុងមួយជំហានរូបមន្តដាំខ្ទប់កម្លាំងលើសត្វធម្មតាច្រើនសែនដងចុងក្រោយគេត្រូវបណ្ដេញចេញពីសាលាព្រោះដកហង្ហានឹងធ្វើឲ្យមិត្តសិស្សវង្វេង2. បះបោរលើស្ថានសួគ៌ខ្លាយជាអ្នកអូហំបូរស្វាទេវតាសុនអ៊ូខុងត្រឡប់មកភ្នំភូសូលៀនហើយដឹកនាំស្វាទាំងអស់ស្ថានសួគ៌បានជំរាបពីអំណាចរបស់គេហើយផ្ញើកងទេវតាមកទប់ស្កាត់ប៉ុន្តែគេហើយឈ្នះទាំងអស់ដើម្បីបញ្ឈប់គេព្រះយើង Jade Emperor ឲ្យគេចំណាយការងារត្រឹមតែជាកម្មករប្រេងសត្វតែមកក្រោយថាគេជាគុភាពមិនតាក់ទាញក៏ហើយបះបោរស្នើសុំតំណែងខ្ពស់ទទួលដំបូលដែកក្រយញីចេញសុនអ៊ូខុងយកដំបូលដែករបស់ព្រះសង្គ្រាមសមុទ្រ Dragon King កម្ពស់ធ្ងន់ជាង13,500 ចិនគេអាចបង្រួមវាទំហំដូចម្ជុលឬធ្វើឲ្យធំដល់ដើមស្នងភ្នំបានវាជាអាវុធដែលគេប្រើទាំងការបះបោរនិងការការពារស្វាព្រះស្ងប់ការបះបោរ108ទ្វារសួគ៌សុនអ៊ូខុងធ្វើសង្គ្រាមលើស្ថានសួគ៌ប្រើថាមពលអស្ចារ្យលោតពីទី1ទៅទី1ទប់ទល់ទាំងទេវតានិងទេវបុរសខ្ពស់គេត្រូវគេហៅថាទេវតាដ៏ធំស្មើព្រះស្ថានសួគ៌មិនអាចគ្រប់គ្រងគេបានទេត្រូវបញ្ឈប់ដោយព្រះមេថាបុត្រព្រះយើងបានសុំជំនួយពីព្រះសាកមុនីបុត្រព្រះបុត្រប្រើល្បិចលាក់អេកឈូឲ្យសុនអ៊ូខុងលោត1លោត2ប៉ុន្តែស្ទើរតែគេចង់ចេញពីព្រះបុត្រមិនបានចុងក្រោយគេត្រូវដាក់ក្រោមភ្នំហេសិនភ្នំ5ធាតុរយៈពេល500ឆ្នាំ3ត្រូវដោះស្រាយនឹងជាសិស្សតាំងសានសាំងការចាប់ផ្ដើមបេសកកម្មព្រះសង្ឃតាំងសានសាំង Teng Senzeng ត្រូវតែងតាំងទៅយកព្រះធម៌ពីឥណ្ឌាដើម្បីនាំមកចែកចាយនៅតាំងរាជវាំងគេត្រូវឲ្យធ្វើដំណើរដោយមានអ្នកការពារ500ល្ខោនគីឡូម៉ែត្រព្រះបុត្របញ្ជាឲ្យតាំងសានសាំងដោះស្រាយសុនអ៊ូខុងចេញពីក្រោមភ្នំនិងផ្ដល់រង្វង់សឹមដែលព្រះសង្ឃអាចទទួលការស្ដាប់ចិត្តគេបានដោយអានឺបន្តិចគេឈឺក្បាលខ្លាំងក្រុមសិស្ស4នាក់ចំណោមដំណើរគេបានសិស្សបន្ថែម1. ជូប៉ាជីឧទ្ទិសខំអាក្រក់ប៉ុន្តែខ្លាចព្រាយ 2. សាកូជីសង់សង្គ្រាមដែលស្មោះត្រង់ 3. សេះស្នេហ៍ព្រីនាខ្លាយជាសេះពណ៌ស្ដឹកតាំងសានសាំង 4. ដំណើរឆ្លង81ឧបសគ្គក្រោយពីធ្វើដំណើរយូរមកទៅយូរមកពួកគេចាប់ផ្ដើមជួបព្រីស្ត្រី3កណ្ដាលចង់ញមាសាច់តាំងសានសាំងចំព្រាបក្បាលស្ត្រីដែលបញ្ឆោតយកសុនអ៊ូខុងអស់ចិត្តហោមសាហាព្រីច្រើនជាច្រើនព្រីកំពូលកណ្ដុរក៏ក្លំព្រះច័ន្ទព្រះអង្គផ្សេងដែលទេសសេចក្តីស្មោះសំណូមរបស់តាំងសានសាំងក្នុងការលំបាកទាំងអស់សុនអ៊ូខុងជាជើងស្ទងសំខាន់ដើម្បីសម្រេចការចូលឥណ្ឌា 5. ទទួលព្រះធម៌និងការជាពុទ្ធបន្ទាប់ពីឆ្លង81ឧបសគ្គ108តាមនិទានផ្សេងពួកគេចាប់បានដល់ឥណ្ឌានិងទទួលព្រះគម្ពីរវិលត្រឡប់ទៅចិនវិញព្រះបុត្រផ្ដល់តំណែងឲ្យសុនអ៊ូខុងពុទ្ធជ័យសង្គ្រាមតាំងសានសាំងជូប៉ាជីសាកូជីសេះស្នេហ៍អត្ថន័យជ្រៅរបស់រឿងសុនអ៊ូខុងតំណាងឲ្យចិត្តមនុស្សដែលបះបោរតែអាចចាប់ផ្ដើមជាអ្នកល្អដោយការបណ្ដុះលាក់តាំងសានសាំងតំណាងឲ្យសេចក្តីស្មោះឆ្ពោះទៅធម៌ដំណើរទាំងមូលជារូបិយនិមិត្តសញ្ញារបស់គឺដំណើរផ្លូវវិញ្ញាណ